សួស្តីបងប្អូនអរគ្នាតោះថ្ងៃនេះខ្ញុំចង់មកប្រាប់បងប្អូនពីវិធីនៅក្នុងការលាក់ឆាតនៅក្នុងកម្មវិធី Telegram វិញម្ដងហ្នឹងហើយចឹងសម្រាប់បងប្អូនដែលគាត់មានឆាតអីចឹងណាចង់លាក់ឆាតនឹងទុកកុំឲ្យគេចូលមកឃើញចឹងអាចធ្វើការលាក់បានក្នុងកម្មវិធី Telegram ណាតោះខ្ញុំមកប្រាប់បងប្អូនពីវិធីក្នុងការធ្វើអញ្ចឹងវិធីនៅក្នុងការលាក់ឆាតរបស់ណាគេម្នាក់នៅក្នុងកម្មវិធី Telegram ហ្នឹងអត់មានអីពិបាកទេដំបូងបងប្អូនចូលមកក្នុងកម្មវិធី Telegram ជាមុនសិនមកហ្នឹងហើយបន្ទាប់មកពេលចូលដល់កន្លែងនេះបងប្អូនចង់លាក់ឆាតឬក៏លាក់ក្រុមមួយណាបងប្អូនគ្រាន់តែធ្វើការចុច select ទៅលើក្រុមឬក៏ឆាតហ្នឹងទៅអូខេឧទាហរណ៍លើនេះមួយខ្ញុំ select នៅលើវាអញ្ចឹងណាអូខេបន្ទាប់បងប្អូនចុចសញ្ញានេះហ្នឹងហើយសញ្ញាខាងលើនេះព្រួយហ្នឹងណាចុចកន្លែងហ្នឹងទៅអញ្ចឹងឆាតមិនគឺវាបាត់នៅក្នុងហ្នឹងហើយបងប្អូនឃើញទេហើយបងប្អូនអាចចូលបានទៅមើលបាននៅកន្លែងនេះកន្លែងអាខាយឆាតនេះឃើញទេអញ្ចឹងកន្លែងនេះគឺជាកន្លែងឆាតដែលខ្ញុំបានយកមកលាក់ទុកអូខេហ្នឹងហើយអញ្ចឹងនៅពេលដែលបងប្អូនយកទៅទុកនៅក្នុងហ្នឹងខាងក្រៅនេះគឺវាអត់មានឆាតហ្នឹងទៀតទេហើយបើសិនជាបងប្អូនចង់អានអាខាយឆាតហ្នឹងវិញគ្រាន់តែ select ទៅលើអាក្រុមហ្នឹងដដែលទៅបន្ទាប់មកធ្វើការចុចសញ្ញាព្រួយនេះហើយចុចពាក្យថា អានអាខាយអូខេហ្នឹងហើយបន្ទាប់មកឆាតហ្នឹងនឹងត្រឡប់មកចូលមកកន្លែងនេះអាកន្លែងឆាតនៅខាងដើមធម្មតាមកវិញហើយបងប្អូនតែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនអាចសាក់លបងក្នុងការធ្វើបាទអរគុណបងប្អូនជម្រាបលាបាយបាយ